ก็สำคัญครับof a province the Congo ពិធីគោរពវិញ្ញាណក្ខន្ធរំលឹកខួបយុទ្ធជននិងជនស៊ីវិលដែលបានពលីជីវិតនៅក្នុងសម័យសង្គ្រាមលោកលើកទី1និងលើកទី2ក្រោមកិច្ចសហការរវាងលោកអេនដ្រូតេនាយកសន្តាគារហ៊ីម៉ាវ៉ារីនិងឯកអគ្គរដ្ឋទូតចក្រភពអង់គ្លេសប្រចាំនៅកម្ពុជាឯកឧត្តមប៊ីឡុងហតព្រមទាំងមានភ្ញៀវជាតិនិងអន្តរជាតិប្រមាណ200នាក់បានចូលរួមពិធីនេះបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី8ខែវិច្ឆិកាឆ្នាំ2015ក្នុងពិធីនោះភ្ញៀវដែលអញ្ជើញចូលរួមគឺសុទ្ធតែដោយផ្កាប៉ុបពីរជាប់នឹងអាវហើយផ្កានោះត្រូវបានគេចាត់ទុកជានិមិត្តរូបតំណាងឲ្យឈាមយុទ្ធជននិងជនស៊ីវិលដែលបានពលីជីវិតក្នុងសម័យសង្គ្រាមលោកលើកទី1និងលើកទី2នៅក្នុងអំឡុងពេលសង្គ្រាមលោកលើកនោះមានការបង្ហូរឈាមដាប់ពេញតំបន់មួយនៃប្រទេសបែលហ្សិកនិងប្រទេសបារាំងប៉ែកខាងជើងហើយពេលនោះស្របពេលដែលផ្កាប៉ុបពីរដែលមានពណ៌ក្រហមចាប់ផ្ដើមរីកជាបន្តបន្ទាប់លោកអេនដ្រូតេមានប្រសាសន៍ថាពិធីនេះបានប្រារព្ធធ្វើឡើងនៅចក្រភពអង់គ្លេសគឺចាប់ផ្ដើមនៅក្នុងខែវិច្ឆិកាឆ្នាំ1921ហើយក៏បានក្លាយជាការរំលឹកនិងចងចាំរបស់ប្រជាពលរដ្ឋអង់គ្លេសចំពោះកងទ័ពដែលបានពលីជីវិតក្នុងសម័យសង្គ្រាមលោកលើកទី1និងលើកទី2ហើយការប្រារព្ធពិធីនេះគឺមានប្រទេសជាច្រើននៅលើពិភពលោកបានធ្វើការរំលឹកគោរពវិញ្ញាណក្ខន្ធទន្ទឹមនឹងនេះការចងចាំមិនមែនតែចំពោះប្រជាជនដែលរងគ្រោះក្នុងសង្គ្រាមលោកនាសតវត្សចុងក្រោយនោះទេតែក៏ជាការក្រើនរំលឹកដល់មនុស្សជំនាន់ក្រោយឲ្យចេះស្រឡាញ់សន្តិភាពនិងស្អប់ខ្ពើមសង្គ្រាមនេះគឺជាមេរៀនពីអតីតកាលពិធីគោរពវិញ្ញាណក្ខន្ធនោះគឺមានបំណងធ្វើឲ្យពិភពលោកយល់ដឹងជាកន្លែងប្រសើរសម្រាប់ធ្វើឲ្យមនុស្សរស់នៅក្នុងពេលបច្ចុប្បន្នក៏ដូចជាថ្ងៃអនាគតក្រៅពីគោរពវិញ្ញាណក្ខន្ធដល់យុទ្ធជនពលីនិងជនស៊ីវិលដែលបានស្លាប់នៅក្នុងសង្គ្រាមលោកលើកនោះក៏បានភ្ជាប់ជាមួយការរំលឹកដល់កងទ័ពរបស់កម្ពុជាដែលបានចូលរួមនៅក្នុងសង្គ្រាមនៅបរទេសនិងបានចូលរួមនៅក្នុងកិច្ចការសហគមន៍អន្តរជាតិក៏ដូចជាកងទ័ពកម្ពុជាបានចូលរួមដោះមីននៅទ្វីបអាហ្វ្រិកជាដើមហើយនេះក៏ជាការរំលឹកនិងការចងចាំសម្រាប់ប្រជាជនអង់គ្លេសក៏ដូចជាប្រជាពលរដ្ឋទូទៅលើពិភពលោកបញ្ជាឲ្យខាន់តែបាននៅសង្គ្រាមកុំឲ្យកើតមានឡើងក្នុងសម័យសង្គ្រាមលោកលើកទី1និងលើកទី2នោះទៀតទស្សនិកជនជាទីមេត្រីព្រឹត្តិការណ៍ព័ត៌មានអាស៊ីអាគ្នេយ៍ចុងសប្តាហ៍ដែលលោកអ្នកទើបតែបានតាមដានទស្សនានៅពេលនេះចាប់តែប៉ុណ្ណេះពីកម្មវិធីក៏សូមថ្លែងអំណរគុណដល់ការតាមដានទស្សនារបស់លោកអ្នកនិងសូមថ្លែងអំណរគុណដល់ម្ចាស់ឧបត្ថម្ភនៅក្នុងកម្មវិធីខណៈនេះនាងខ្ញុំថ្ងៃរស្មីរួមជាមួយនឹងខ្ញុំដាណានិងក្រុមការងារសូមអរគុណសូមគោរពលា